thầy phong ở phong miền ăn tới chơi chơi đây đấy nhà nên nhóm miền chua ra đại mấy mong bị phun bờ tiếp không mà lụp bể môi sọc chài tham thịt của giá miền đây miền môn bay nét pro muối sài xì hai tì rừng đang cùng lại miền nhóm chi nè bạn đồng bò chả hai cô sa miền nhóm bạn chi nèกับวงทองហើយខ្ញុំជាកូនកំព្រាម្នាក់ដោយខ្ញុំចាប់ដៃយកគ្រួសារនៃខ្ញុំចាប់ពីឆ្នាំ1995មកម្លេះដោយជាភាពខ្ញុំខ្វះខាតខ្ញុំមករស់នៅខាងប្តីខ្ញុំនៅឯខេត្តកំពង់ធំដល់ពេលហ្នឹងទៅខ្ញុំរស់នៅខេត្តកំពង់ធំដោយជីវភាពខ្ញុំវាខ្វះខាតខ្លាំងគ្មានដីធ្វើដែលចំការមានខ្ញុំបានសម្រេចចិត្តមកនៅខេត្តព្រះវិហារប៉ុន្តែមិនមែននៅក្នុងទីរួមខេត្តទេចានៅក្នុងទីរួមស្រុកសែនឆ្ងាយពីទីរួមខេត្ត40គីឡូដីរបបអាជីវកម្មរបស់នាងខ្ញុំសប្តាហ៍ថ្ងៃហ្នឹងទី1ខ្ញុំជាកសិករធ្វើស្រែចម្ការប្តីខ្ញុំគឺជាអ្នកដងជាប់ទឹកក្នុងព្រៃគាត់បានចូលព្រៃសម្រាប់ក្នុងព្រៃ2យប់3យប់អីដើម្បីដងជាប់ទឹកគុតគង់ជីវភាពហើយមុននឹងដងជាប់អីនាងខ្ញុំមុននឹងចូលជាកសិករនៅក្នុងកសិកម្មហ្នឹងនាងខ្ញុំពីមុនមកខ្ញុំជាពេទ្យស្ម័គ្រចិត្តភូមិជាបាលជំងឺគ្រុនចាញ់ប្រជាជនក្នុងភូមិដោយមិនគិតប្រាក់ឲ្យតែមានជំងឺយកស្មារតីរបស់ខ្ញុំទៅដែរចាខ្ញុំមិនយកប្រាក់ពីពួកគាត់ទេដោយខ្ញុំយល់ឃើញថាបើខ្ញុំមិនជាបាលពួកគាត់ទេពួកគាត់ប្រកាសជាខាតបង់ថវិកាច្រើនពេលទៅជាបាលនៅមន្ទីរពេទ្យពេលយកឲ្យខាតបង់តែពេលវេលាទៀតអញ្ចឹងខ្ញុំគិតថាពេលណាខ្ញុំធ្វើជាស្ម័គ្រចិត្តអញ្ចឹងទៅកុំឲ្យគាត់ចំណាយពេលវេលាច្រើនដើម្បីទៅពេទ្យនិងជាបាលកូនច្រើនខ្ញុំជាបាលពួកគាត់ដោយមិនយកលុយទេបន្តតទៅទៀតខ្ញុំក៏ជាអ្នកផ្សព្វផ្សាយអប់រំអនាម័យទឹកស្អាតនៅតាមសហគមន៍និងសាលារៀនដែរហើយក្នុងជីវភាពគ្រួសាររបស់ខ្ញុំនេះជាកូនស្រីកូនប្រុសរបស់ខ្ញុំរៀបចំទៅរៀនគឺគេជំរាបសួរខ្ញុំជំរាបលាប៉ាម៉ាក់កូនទៅរៀនហើយចាគូខ្ញុំអប់រំកូនខ្ញុំយ៉ាងអញ្ចឹងពេលកូនខ្ញុំឡប់មកវិញក៏ជំរាបសួរថាកូនមកវិញដែរចានេះគឺជាបទបង្ហាញមួយដែលខ្ញុំបានទៅរៀនជាមួយគ្រូផ្នែកមន្ត្រីកសិកម្មឃុំគាត់បានឡើងបង្ហាត់បង្ហាញហើយខ្ញុំបានសួរជំនួយចម្លើយពីគាត់ខ្លះពីបញ្ហាធ្វើស្រែពិសោធន៍បបសចាពេលថាខ្ញុំសួរគាត់ថាស្ទូងរបៀបម៉េចអីម៉េចអញ្ចឹងគាត់បានប្រាប់ខ្ញុំទៅតាមស្លាយដែលប្រចាំមើលហ្នឹងចាហើយតាមទៀតមានខ្ញុំបាននិយាយរួមទៅខ្ញុំនៅក្នុងទីរួមស្រុកហ្នឹងខ្ញុំមានដីស្រែធ្វើបង្ការទេខ្ញុំបានជួលដីគេចំនួនប្រហែលជា70អាខ្ញុំធ្វើស្រែហើយខ្ញុំបានខ្ចីពូជកសិកម្មហ្នឹងចំនួន2B ស្មើនឹង20គីឡូឥឡូវហ្នឹងខ្ញុំបានសងត្រឡប់ចូលក្នុងក្រុងវិញខ្ញុំខ្ចី20គីឡូខ្ញុំសងត្រឡប់ចូលក្រុងវិញ24គីឡូពូជស្រូវរំដួលហើយ20គីឡូហ្នឹងខ្ញុំធ្វើបានស្រូវ 4B ហើយក្នុង 1B ហ្នឹងមាន36គីឡូហើយបើគិតជាលុយវិញក្នុង 1B ត្រូវលក់បាន 36000ចាហើយក្រៅពីធ្វើស្រែចម្ការហ្នឹងមានខ្ញុំនៅផ្ទះគឺមានមុខរបរជាអ្នកចិញ្ចឹមជ្រូកចិញ្ចឹមមាន់ដោយចិញ្ចឹមជ្រូកចិញ្ចឹមមាន់ដែលខ្ញុំខ្ចីទុនបង្វិលនៅក្នុងក្រុមដើម្បីយកមកប្រកបមុខរបររស់ស៊ីចាននេះគឺជាទ្រង់ជ្រូករបស់នាងខ្ញុំដែលសាងសង់ឡើងចាជ្រូកមួយពណ៌សហ្នឹងគឺជាគម្រោងខាងប្រូលីបបានផ្ដល់ឲ្យចាហើយជ្រូកខ្លះខ្លួនហ្នឹងគឺខ្ញុំសំលុយខ្លួនឯងទិញបន្ថែមទៀតដើម្បីប្រាក់ចំណូលនៅក្នុងគ្រួសាររបស់នាងខ្ញុំព្រោះខ្ញុំមានជីវភាពខ្វះខាតច្រើនណាស់ចាហើយបន្តតបមកទៀតនៅផ្ទះរបស់នាងខ្ញុំហ្នឹងមានអង្គការមានដែលរាជរដ្ឋាភិបាលបានទៅធ្វើរោងស្នុកឲ្យនាងខ្ញុំមួយចាតែហើយប្រជាជននៅទីនោះគាត់បានទៅយកទឹកពីផ្ទះខ្ញុំគ្រប់គ្នាមិនថាពីណាទេនៅជុំវិញផ្ទះខ្ញុំទាំង25គ្រួសារឬ30គ្រួសារគាត់បានទៅយកទឹកពីផ្ទះនាងខ្ញុំទាំងអស់ផ្ទះខ្ញុំមានស្រះទឹកមួយមានរោងស្នុកមួយហើយស្រះទឹកហ្នឹងបានសាងឡើងនៅឆ្នាំ2008ដោយមានក្រុមគេទៅធ្វើផ្លូវនៅទីនោះខ្ញុំបានជួលគេឲ្យកែឲ្យចាហើយសប្តាហ៍ថ្ងៃហ្នឹងឯង
គឺមានទឹកប្រើប្រាស់បរិបូរណ៍គ្រប់គ្រាន់ចាហើយនេះគឺជាស្រះរបស់នាងខ្ញុំមានស្រះហើយតែអត់មានត្រីចិញ្ចឹមទេខ្ញុំអត់មានលុយអត់មានលុយហើយនាងខ្ញុំមានគោលបំណងចង់ពង្រីកស្រះនឹងចិញ្ចឹមត្រីនិងចង់បង្កើនការចិញ្ចឹមជ្រូកបន្តឲ្យវាមានឋានៈទ្រង់ទ្រីធំប៉ុន្តែស្ថានភាពគ្រួសារខ្ញុំនៅគ្មានការខ្វះខាតនៅឡើយគ្រាន់តែជាគំនិតរបស់ខ្ញុំនឹងសង្ឃឹមទុកថាថ្ងៃណាមួយខ្ញុំនឹងអាចខ្លាយទៅជាអ្នកមានជ្រូកដ៏ច្រើននៅកន្លែងនោះចាហើយខ្ញុំនឹងបានកេងសមាសម័យទៀតថាខ្ញុំនឹងបង្កើតអាជីវកម្មមួយលក់ចំណីសត្វហើយនឹងលក់ថ្នាំចាក់ការពារវ៉ាក់សាំងជ្រូកគ្រប់បែបយ៉ាងគេមករកផ្ទះខ្ញុំស្អីក៏មានស្អីក៏មានប៉ុន្តែនេះគ្រាន់តែជាគំនិតនឹងការសមាសម័យរបស់នាងខ្ញុំតែប៉ុណ្ណោះមិនទាន់ដឹងថាវាអាចខ្លាយទៅអញ្ចឹងឬក៏អត់ទេចាជាងនេះទៀតខ្ញុំអស់មានយោបល់ហើយទោះបីជាយ៉ាងណាសូមខន្តីអភ័យទោសមានលើសលួសពាក្យសម្ដីអីខ្ញុំមិនដែរទេនេះជាលើកទី1ហើយក៏ជាលើក